ជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះជីវ៉ាមកពីក្រុម AU5 ថ្ងៃនេះខ្ញុំមកធ្វើការrecord វីដេអូដែលទាក់ទងនឹង comment USW នៅក្នុង Linux ដែលទាក់ទងនឹង firewall ហើយចំពោះ comment ដំបូងគឺយើងធ្វើការប្រើនៅ comment sudo UFW enable សម្រាប់ comment នេះដែរគឺដើម្បីសម្រាប់បើកUFW របស់យើងខ្ញុំធ្វើការyes ពីទៅឥឡូវធ្វើការបាន set up ហើយដើម្បីឆែកមកវាយើងប្រើនៅ command sudo UFW status នេះគឺជា starter របស់វាដែលមាន action form ហើយអីហ្នឹងហើយបន្តមកទៀតគឺយើងចង់បើក port ណាមួយនៅក្នុង UFW នេះយើងអាចប្រើ command នេះបាន sudo UFW below ហើយនឹងយើងធ្វើការវាយ port ដែលយើងចង់ដាក់មកឥឡូវខ្ញុំធ្វើការដាក់ port 443ហើយនេះគឺជារូបរបស់វាហើយបន្ទាប់ពីយើង add រួចហើយគឺយើងធ្វើការ add status វាម្ដងទៀតតែមកនេះយើងឃើញ port 443គឺ list ក្នុង starter របស់យើងបានដែរហើយបើសិនជាយើងចង់បិទវាវិញគឺយើងអាចប្រើ command មួយគឺ sudo UFW deny ហើយតែមកយើងវ៉ាងបិទ port ណាដែលយើងចង់បិទគឺមាន port 443ឬ port 22ហ្នឹងខ្ញុំចង់បិទ port 443ហើយតែមកយើងធ្វើការ check starter ម្ដងទៀតនេះគឺយើងបានឃើញគឺ port ហ្នឹងគឺ deny ហើយតមកសម្រាប់ comment បន្តទៀតខ្ញុំនឹងធ្វើការ reset UFW ហ្នឹងហើយយើងប្រើ command sudo UFW reset ហើយតមកទី enter ទៅហើយតមកវាឲ្យយើងដាក់ yes ធ្វើការ yes វាទៅហើយតមកយើងធ្វើការ check status ម្ដងទៀតនេះគឺ firewall របស់យើងគឺ inactive គឺវាoff ហើយតែមកយើងចង់បើកវាវិញគឺយើងធ្វើការវាយវាម្ដងទៀតគឺ sudo UFW ហើយតមក enable វាទៅធ្វើការ yes មកនេះគឺ UFW បាន firewall យើងគឺ active វិញហើយតែមកយើងថាការ check status ម្ដងទៀតគឺ status របស់យើងគឺ active វិញហើយតែមកយើងធ្វើការបើក port 22វិញគឺយើងធ្វើការប្រើ sudo UFW allow ហើយធ្វើការវាយ port 22យើងហើយទៅមកយើងធ្វើ
ការឆែកខ្សាត់ទៅម្ដងទៀតនេះគឺយើងបានទទួលបាន port 22 allo មកវិញហើយអញ្ចឹង comment របស់ខ្ញុំចប់តែប៉ុណ្ណេះអរគុណច្រើនលោកគ្រូ